ជំរាបសួរបងប្អូនទាំងអស់គ្នាទឹកឃ្មុំប្រភេទតែមួយហេតុអ្វីបានជាទាំងក្លិនទាំងពណ៌មិនដូចគ្នាពិតប្រាកដណាស់បងប្អូនទាំងអស់គ្នាចាកសិដ្ឋានចិញ្ចឹមឃ្មុំខ្មែរនៅតាមតំបន់កសិដ្ឋាននីមួយៗចាទាំងការប្រមូលផលទាំងការចិញ្ចឹមចាគឺអត់ដូចគ្នាទេណាបងប្អូនអញ្ចឹងសម្រាប់វីដេអូថ្ងៃនេះនាងខ្ញុំសូមមកនិយាយអំពីចាលោកពូចានៅខាងវត្តព្រែកប្រាដែលគាត់បានធ្វើការចាទេមកកំងទឹកឃ្មុំចាប្រភេទទឹកដមកស៊ូចម្រុះដែលជាទឹកឃ្មុំប្រម៉ូសិនណាបងប្អូនចាក៏ប៉ុន្តែនៅពេលដែលគាត់ទេមកទិញគឺគាត់បានបញ្ជាក់ប្រាប់ខ្ញុំថាបើសិនជាទឹកឃ្មុំហ្នឹងណាអ្នកដែលគាត់ដឹកទៅដល់ចាគាត់ទទួលបានទឹកឃ្មុំហើយគាត់តេស្តឃើញថាមិនសុទ្ធគឺគាត់អត់យកទេបងប្អូនអញ្ចឹងទឹកឃ្មុំនេះគឺខ្ញុំឲ្យអ្នកដឹកគាត់ដឹកជូនគាត់តាំងពីថ្ងៃទី7ហ៎បងប្អូនចាថ្ងៃទី7ខែ3ពេលដែលអ្នកដឹកគាត់ដឹកទៅដល់គាត់ក៏បាននេះបងប្អូនមើលណាចាគាត់ក៏បានមូលគម្របហើយគាត់យកទឹកឃ្មុំហ្នឹងតេស្តពេលដែលគាត់តេស្តហើយចាមួយផ្លែតហ្នឹងណាគឺគាត់ទេមកថាឲ្យខ្ញុំថាខ្ញុំលក់ទឹកឃ្មុំមិនសិតជូនគាត់អញ្ចឹងឲ្យអ្នកដឹកហ្នឹងប្រញាប់ទៅយកទឹកឃ្មុំហ្នឹងត្រឡប់មកវិញមកអញ្ចឹងខ្ញុំក៏បានទេប្រាប់អ្នកដឹកខ្ញុំឲ្យទៅយកទឹកឃ្មុំហ្នឹងត្រឡប់មកវិញនេះបងប្អូនចាហើយខ្ញុំនិយាយតែភាពស្មោះត្រង់ទេព្រោះអីខ្ញុំអត់ចេះឲ្យបោកកុហកឬមួយក៏បលឹះរាល់អ្វីមួយទេណាបងប្អូននេះចាហើយខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលថាទឹកឃ្មុំខ្ញុំបែបណាចឹងនេះគឺឈុតប្រម៉ូសិនចា4ដល់80000ចាបងប្អូនណាហើយនេះលេខទូរស័ព្ទរបស់គាត់ទីតាំងរបស់គាត់អីច្បាស់ណានេះចាអញ្ចឹងសម្រាប់ការតេស្តទឹកឃ្មុំចាបងប្អូនទាំងអស់គ្នាគឺប្រកាសជាបានដឹងហើយចាការតេស្តការពិសោធន៍ទឹកឃ្មុំគឺអត់ដូចគ្នាទេចាទៅតាមការយល់ឃើញរបស់បងប្អូននីមួយៗចាបងប្អូនខ្លះគាត់ថាទឹកឃ្មុំសុទ្ធចាតើទៅដាក់ទូទឹកកកមិនកកទៅទឹកឃ្មុំសុទ្ធចាបងប្អូនខ្លះគាត់ថាទឹកឃ្មុំសុទ្ធគឺយកដាក់នៅលើกระดาษអត់សើមចាដុតទៅវាឆេះឬមួយក៏ទឹកឃ្មុំគាត់តេស្តទៅបែបនេះបែបនោះអីអញ្ចឹងគឺមានច្រើនខ្លាំងមែនតើចឹងសម្រាប់ថ្ងៃនេះខ្ញុំនឹងធ្វើការតេស្តទៅតាមអ្វីដែលលោកពូគាត់តេស្តហើយគាត់គិតថាទឹកឃ្មុំខ្ញុំមិនសុទ្ធណាបងប្អូនចាអញ្ចឹងសម្រាប់លោកពូចានេះការតេស្តរបស់គាត់គឺមាន2យ៉ាងទី1គាត់ថាទឹកឃ្មុំសុទ្ធចាក់ចូលទឹកវាអត់រលាយនោះហើយគឺជាទឹកឃ្មុំសុទ្ធទី2គាត់និយាយថាទឹកឃ្មុំសុទ្ធចាដាក់នៅលើกระดาษអត់សើមគឺជាទឹកឃ្មុំសុទ្ធអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់ការតេស្តទឹកឃ្មុំចាក់ចូលក្នុងទឹកបើសិនជាទឹកឃ្មុំនឹងវាមិនរលាយគឺជាទឹកឃ្មុំសុទ្ធការយល់ឃើញរបស់បងប្អូននាងខ្ញុំអត់ប្រកែកអីទេក៏ប៉ុន្តែបងប្អូនត្រូវដឹងថាទឹកឃ្មុំវាមានចាស់វាមានខ្ចីវាមានថ្មីវាមានយូរទឹកឃ្មុំវាមានខាប់វាមានរាវចាអ្វីដែលសំខាន់ទឹកឃ្មុំគឺមានទឹកឃ្មុំឆ្អិននិងទឹកឃ្មុំឆៅអ៊ំពូម៉េងបងប្អូនមួយចំនួនគាត់ប្រើទឹកឃ្មុំមកយូរហើយចាគាត់នៅតែមិនជឿថាទឹកឃ្មុំមានទឹកឃ្មុំឆ្អិននិងទឹកឃ្មុំឆៅចាអញ្ចឹងសម្រាប់ទឹកឃ្មុំឆ្អិនទឹកឃ្មុំឆៅនាងខ្ញុំនឹងនិយាយនៅវីដេអូផ្សេងមួយទៀតចាហើយមួយទៀតសម្រាប់ទឹកឃ្មុំដែលយកដាក់ក្នុងទឹកហើយវារលាយឬក៏មិនរលាយចាបងប្អូនយល់ថ្លឹងថ្លែងទៅតាមនឹងទៅចាព្រោះថាទឹកឃ្មុំតែកាលណារាវឬមួយក៏គេហៅថាទឹកឃ្មុំដែលទើបនឹងប្រមូលផលថ្មីចាគឺកំហាប់ជាតិទឹកនៃទឹកឃ្មុំគឺវានៅគេហៅថានៅរាវយើងប្រមូលផលថ្មីអញ្ចឹងពេលដែលយើងដាក់នៅលើกระดาษឬមួយក៏ដាក់ក្នុងទឹកវាប្រកាសជារៀងខុសពីទឹកឃ្មុំខាប់ឯងបងប្អូនអញ្ចឹងសម្រាប់ទឹកឃ្មុំដែលខ្ញុំយកមកបង្ហាញក៏ដូចជាកំប៉ុងតែលក់ប្រម៉ូសិនជូនបងប្អូនទាំងអស់គ្នានៅឱកាសប្រម៉ូសិនចា4ដល់80000នេះគឺជាទឹកឃ្មុំទឹកដមកស៊ូខែ5ដែលយើងទៅនឹងប្រមូលផលថ្ងៃទី5ខែ3ឆ្នាំ2025នេះបងប្អូនចាថ្មីតែម្ដងអញ្ចឹងសម្រាប់ទឹកឃ្មុំណាសូម្បីតែនៅកសិដ្ឋាននាងខ្ញុំចាយើងប្រមូលផលពីមួយវគ្គទៅមួយវគ្គពណ៌វាក៏មិនដូចគ្នាដែរបងប្អូននេះអានេះយើងប្រមូលផលកាលខែ2បងប្អូនណាចាមិនមែនដបហ្នឹងឯងបងប្អូនចាំបន្តិចចាយកមកខុសចាបងប្អូនមិញគឺខ្ញុំភ្លេចមើលពណ៌វាស្រដៀងគ្នានេះអានេះគឺទឹកឃ្មុំទឹកដមកស៊ូចម្រុះដែលយើងប្រមូលផលវគ្គទី1ចានៅពេលដែលយើងប្រមូលផលវគ្គទី1ដោយសារទឹកឃ្មុំរបស់យើងចាស់ល្អចាហើយយើងទើបនឹងដូរឃ្មុំមកពីចកាកោអញ្ចឹងពេលដែលយើងប្រមូលផលវគ្គទី1ទឹកឃ្មុំរបស់យើងគឺខាប់ល្អហើយវាកម្ៅចេះតែពេលដែលយើងប្រមូលផលដល់វគ្គទី3ទឹកឃ្មុំរបស់យើងគឺចាប់ផ្ដើមស្រស់ស្អាតលឿងស្អាតអញ្ចឹងណាបងប្អូនចាអានេះគឺទឹកឃ្មុំទឹកដមកស៊ូចម្រុះដែលយើងប្រមូលផលកាលពីថ្ងៃទី5ខែ3អញ្ចឹងណាបងប្អូនអញ្ចឹងនាងខ្ញុំនឹងមកបង្ហាញឲ្យបងប្អូនឃើញទាំងអស់គ្នាណាបងប្អូនចាទឹកឃ្មុំប្រមូលផលវគ្គថ្មីពណ៌វាអញ្ចេះសម្រាប់បច្ចុប្បន្នចាទឹកឃ្មុំប្រមូលផលកាលពីខែ2ចាទឹកឃ្មុំរបស់យើងគឺពណ៌បែបនេះចានេះទឹកឃ្មុំទឹកដមកស៊ូប្រមូលផលកាលពីឆ្នាំទៅបងប្អូនណាឆ្នាំ2024នេះបងប្អូនប្រមូលផលខែ4ខ្ញុំនៅសល់តែមួយដបហ្នឹងទេទុកបង្ហាញឲ្យបងប្អូនមើលឃើញបងប្អូនឃើញវាកម្ៅហើយវាខាប់ទេចាហើយនេះគឺទឹកដមកស៊ូចម្រុះដែលប្រមូលផលខែចាខែ4ឆ្នាំ2023គិតមកដល់បច្ចុប្បន្ននេះខ្វះមួយខែគឺរយៈពេល2ឆ្នាំបងប្អូនឃើញទឹកឃ្មុំយើងគឺវាកម្ៅហើយវាបែបនេះហ៎បងប្អូនអានេះគឺគេហៅថាទឹកឃ្មុំយូមានថាយូគឺយើងទុកបាន2ឆ្នាំហើយអញ្ចឹងសម្រាប់ការដាក់ចូលទឹកវិញទឹកឃ្មុំថ្មីនេះបងប្អូន
ពេលដែលយើងចាក់ចូលទឹកបងប្អូនមើលទាំងអស់គ្នាហើយលោកពូគាត់ទិញខ្ញុំខ្ញុំអត់ដឹងថាគាត់ចាក់ទឹកខ្មុំខ្ញុំប៉ុណ្ណាទេតែបងប្អូនថ្លឹងថ្លែងតាមនឹងទៅកុំឲ្យថាអ្នកលក់ចេះតែនិយាយចាពេលដែលគាត់ទេមកនិយាយជាមួយខ្ញុំខ្ញុំប្រាប់ថាលោកពូចាក់ចូលกระดาษចាក់ចូលទឹកប៉ុណ្ណាគាត់ថាចាក់តែបន្តិចទេចាបន្តិចរបស់គាត់មែនព្រោះអីគឺគាត់ខ្លាចអស់ទឹកខ្មុំដោយសារអីគឺគាត់ដឹងហើយថាបើសិនជាគាត់មិនពេញចិត្តគឺគាត់អត់យកអញ្ចឹងណាបងប្អូនចាហើយខ្ញុំប្រាប់គាត់ទេថាលោកពូចាក់ឲ្យច្រើនទៅចាកុំបាច់ព្រួយបារម្ភខ្លាចអស់ទឹកខ្មុំខ្ញុំចាចាក់កន្លះដបក៏បានដែរបើសិនជាលោកពូនៅតែគិតថាមិនសុខទៀតគឺខ្ញុំឲ្យអ្នកដឹកខ្ញុំទៅយកមកវិញហើយជូនលុយលោកពូគ្រប់ចំនួនអញ្ចឹងបងប្អូនថ្លឹងថ្លែងតាមហ្នឹងណាលោកពូគឺគាត់ចាក់តិចមែនតើចាអញ្ចឹងនេះបងប្អូនពេលដែលគាត់ចាក់ចាពេលដែលគាត់ចាក់ទឹកខ្មុំខ្ញុំមិនដឹងថាគាត់ចាក់បែបណាទេចាព្រោះអីគាត់ទេមកទិញចាតែខ្ញុំនឹងបង្ហាញឲ្យបងប្អូនមើលចាជាក់ស្ដែងនេះអញ្ចឹងពេលដែលយើងយកទឹកខ្មុំចាក់ចូលទឹកហើយទឹកខ្មុំយើងថ្មីបងប្អូននេះខ្ញុំចាក់ឲ្យច្រើនបដ ாய் ចាខ្ញុំចាក់ឲ្យច្រើនតែម្ដងការចាក់ទឹកខ្មុំចូលទឹកប្រកាសណាបងប្អូនវត្ថុរាវពេលដែលវាចូលទៅជាមួយនឹងវត្ថុរាវគឺវានឹងមានការប្រែប្រួលហើយបើសិនជារបស់ហ្នឹងវារាវចាតែបើសិនជាវាខាប់គឺវាមិនងាយប្រែប្រួលទេអានេះគឺការចាក់របស់ខ្ញុំបង្ហាញឲ្យបងប្អូនមើលជាក់ស្ដែងនេះឃើញទឹកខ្មុំវានៅខាងក្រោមទឹកនៅខាងលើបងប្អូនចាហើយទឹកខ្មុំនេះគឺយើងប្រមូលផលចាថ្ងៃទី5ខែ3បងប្អូនឃើញទេចាអញ្ចឹងពេលដែលយើងចាក់ចូលទៅគឺវាបែបហ្នឹងខ្ញុំសូមដាក់កាមេរ៉ាឲ្យគៀកដើម្បីបងប្អូនមើលលម្អិតនេះចាឃើញទេចានេះតែសម្រាប់លោកពូគាត់គិតថាទឹកខ្មុំហ្នឹងគឺចាក់ចូលទឹកទៅរាវអញ្ចឹងខ្ញុំមិនដឹងថាគាត់ចាក់ទឹកហ្នឹងក៏ប៉ុន្មានទេចាចាក់ទឹកខ្មុំហ្នឹងចូលទៅប៉ុណ្ណាទេចាបងប្អូនអរគ្នាអញ្ចឹងបងប្អូនឃើញជាក់ស្ដែងណាខ្ញុំអត់ចេះលេងសៀកចេះលេងអីទេអញ្ចឹងអានេះគឺទឹកខ្មុំថ្មីដែលយើងប្រមូលផលថ្ងៃទី3ខែ5ពេលដែលខ្ញុំចាក់ចូលទឹកគឺវានៅបែបនេះចាឥឡូវយើងមកមើលមួយទៀតចាខ្ញុំដាក់ទឹកមកថ្មីណាបងប្អូនខ្ញុំយកទឹកខ្មុំដែលខ្ញុំធ្វើការប្រមូលផលចាវគ្គទី1ចាកាលពីខែ2ចាក់ឲ្យបងប្អូនមើលនេះចានិយាយទៅពួកខ្ញុំនៅពេលដែលយើងប្រមូលផលទឹកខ្មុំមួយវគ្គគឺយើងតែងតែលក់ភ្លាមតែម្ដងអត់ដែលទុកយូរទេព្រោះត្រូវការលុយបង់ធនាគារដែរបងប្អូនចាបើទុកយូរគឺដាច់បាយអញ្ចឹងណាអញ្ចឹងបានរៀងរាល់ពេលដែលពួកខ្ញុំប្រមូលសិនគឺជាពេលដែលយើងប្រមូលផលទឹកខ្មុំថ្មីអញ្ចឹងណាបងប្អូនអញ្ចឹងនេះបងប្អូនទឹកខ្មុំដែលយើងប្រមូលផលវគ្គទី1ចាពណ៌វារៀងចាស់ហ่าបងប្អូននេះបងប្អូនមើលឃើញទាំងអស់គ្នាណាអញ្ចឹងពេលដែលយើងចាក់ចូលទឹកបងប្អូនឃើញទេចាឃើញទឹកខ្មុំនៅខាងក្រោមទេឃើញទឹកនៅខាងលើទេចាតែបើសម្រាប់លោកពូគាត់ចាក់បែបណាខ្ញុំអត់ដឹងទេចឹងបងប្អូនថ្លឹងថ្លែងតាមហ្នឹងណាកុំឲ្យអ្នកលក់និយាយចាអានេះគឺយើងវគ្គទី2ចាឥឡូវចូលមកដល់វគ្គ1ទៀតចាទឹកខ្មុំដែលប្រមូលផលកាលពីឆ្នាំទៅចាឆ្នាំ2024ខ្ញុំចាក់បងប្អូនមើលចានេះអញ្ចឹងសម្រាប់ទឹកខ្មុំនេះបងប្អូនឃើញកំហាប់វាខាប់ខ្លាំងហ៎ចាខ្ញុំចាក់ទៅព្រោះអ្នកលក់នេះគឺមិនគិតខ្លាចអស់ទឹកខ្មុំទេបងប្អូនសំខាន់ចង់បញ្យល់ឲ្យបងប្អូនយល់អំពីទឹកខ្មុំខ្មែរនេះបងប្អូនចាទឹកខ្មុំដែលយើងប្រមូលផលកាលពីឆ្នាំ2024ចាទឹកខ្មុំចាស់ល្អណាអញ្ចឹងពេលដែលយើងដាក់ចូលទឹកបងប្អូនកំហាប់ភាពខាប់នៃទឹកខ្មុំក៏វាខាប់ទៅតាមនឹងដែរឃើញទេខ្មុំទុកកាន់តែយូរវាកាន់តែខាប់វាកាន់តែប្រែពណ៌ហើយណាបងប្អូនចាឥឡូវខ្ញុំចាក់ទឹកខ្មុំមួយទៀតគឺទឹកខ្មុំដែលយើងធ្វើការប្រមូលផលទុករយៈពេល7-2ឆ្នាំហើយបងប្អូននេះចាខ្ញុំនៅសល់តែប៉ុណ្្នឹងទេចាទុកសម្រាប់បង្ហាញឲ្យបងប្អូនមើលអញ្ចឹងសម្រាប់ទឹកខ្មុំខាងខ្ញុំគឺមានទៅតាមប្រភេទនៃទឹកខ្មុំនីមួយចាហើយសម្រាប់ការប្រមូលផលពួកខ្ញុំតែងតែប្រមូលផលថ្មីគឺលក់ថ្មីហ្មងអត់ដែលទុកវាយូរទេព្រោះអីយើងត្រូវការលក់បញ្ចេញដែរអញ្ចឹងណាបងប្អូនចាចង់សម្រាប់ទឹកខ្មុំទាំងអស់នៅកសិដ្ឋានយើងខ្ញុំចាសុទ្ធតែជាទឹកខ្មុំដែលចេញពីកសិដ្ឋានអញ្ចឹងផ្ទាល់នេះបងប្អូនឃើញទេចាទុកកាន់តែយូរកាន់តែកម្ៅបែបនេះបងប្អូនឃើញទេចាហើយបើសម្រាប់ការយល់ឃើញរបស់គាត់ថាទឹកខ្មុំចាក់ចូលទឹកទៅវាអត់រលាយគឺជាទឹកខ្មុំសុទ្ធចាបងប្អូនចាក់ឲ្យវាច្រើនបន្តិចទៅបងប្អូនដឹងចាសម្រាប់ការតេស្តទឹកខ្មុំពិសោធន៍ទឹកខ្មុំចាបងប្អូនថ្លឹងថ្លែងទៅតាមនឹងទៅណាចាបងប្អូនយល់ឃើញបែបណាពិចារណាតាមការគួរ